đi ha thế hả đi cho mà còn nè đi chừng nào rồi nè rồi nè hai say há tầm mau chấm có bọn anh em thế đây nhưng nhà mày các bạn này không bị lo xong anh đang cào những nó hiện trong mơ ấy nè lấy cái nó có tên gì hai bảy mới tiếp tục với bạn chú hả đi ra mau à mà tạm mau ra nè mắt cho một con đây hay là cái thứ ấy là hay lời nữa ai chỉ nợ sai phải chủng nuôi lôi mày hay cho Rida với thứ ấy lời nhóm chân còn nụ và ta nhóm chân tăng bị po chập này ngay cũng phải mơ phóng mày nó nào đây nơi cũng bay nhân đó trong buổi nhân support đó này mẹ này này hai chuyện này khi với nhá nhưng cục phong tay hiệp trong cái luôn đập bay từ hiện và to anh mình định là cái bà đằng đấy đâu hai chuyện này nhá cặp phong tiền ba thiên này cũng lại thanh niên ca support môi tiệt là thông môi tiệt đó trong ba promotion đấy bọn mình promotion của nhân một con nhạc mà trong thay con nhân thời trong sư mẹ hay xe ha mày còn xem sinh nhật mày vậy khá mà thằng lợi thứ ấy hai nghe cứ chỉ kêu để mà thăm mà hôm mai là cái nhắm mới chừng nhắm á ê tại nhầm cái thang đang chỉ có đây nhầm mà mùi máu của ní cứ chỉ cả cá mình đã mò lướt nó của ní chỉ cá chụp chung vậy ní cứ chỉ cá chụp chung nên mất phi point này ខ្ញុំជាគ្រូបង្រៀនម្នាក់គ្មានបំណងអ្វីធំដុំនោះទេគ្រាន់តែចង់ចែករំលែកចំណេះដឹងដែលខ្ញុំមានដល់ក្មេងតូចៗទាំងនេះ បានលឺសំឡេងសើចបានស្ដាប់ពីក្តីស្រមៃរបស់ពួកគេប៉ុណ្ណឹងខ្ញុំសប្បាយចិត្តទៅហើយប៉ុន្តែអាជីពមួយនេះពុំសូវមានអ្នកគាំទ្រនិងឲ្យតម្លៃនោះទេសូម្បីតែ ចឹងតែដល់នេះថ្ងៃហ្នឹងយើងតាមមេរៀនហ្នឹងចឹងយើងអាចប្រទះបានណា con à con anh xoal con nè sọc nó chia dân à con nè sọc má mày kiến chia dân đi nè con kê kê thơ ca ban trạ khai trơn mai âu kê na rồi nâu xua na bài mai với như nè nâu thì chỉ mùi muôn ôi giờ cả crop សូម្បីតែអ្នកផ្ទះរបស់ខ្ញុំក៏មិនពេញចិត្តនឹងអាជីពនេះដូចគ្នា
កូនគេធ្វើការបានប្រាក់ខែច្រើនម៉ែឪគេរស់នៅស្រួលណាស់ មើលកូនគេជាពាក្យដែលស្រួលនិយាយតែវាពិបាកណាស់សម្រាប់អ្នកស្ដាប់មិនថាធ្លាប់ស្ដាប់ពាក្យនេះមកច្រើនដងប៉ុណ្ណាខ្ញុំនៅតែមិនស៊ាំត្រចៀកដដែល ចំណែកខ្ញុំវិញកំពុងតែត្រៀមបើក clinic មួយកន្លែងហើយនឹងត្រៀមបើកសម្ពោធនៅសប្តាហ៍ក្រោយនេះណា អូអាចជាអ្នកប្រឹក្សាផ្នែកជំនួយ ម៉ែគាត់និយាយត្រូវមើលគេហើយមើលមកខ្ញុំគ្រាន់តែជាគ្រូបង្រៀនម្នាក់មួយថ្ងៃបានតែអបអរគេមិនដឹងថ្ងៃណាមានគេអបអរវិញព្រោះថាគ្រូបង្រៀនមិនបានឡើងតំណែងទៅណាឡើយ រីដាជាសង្សារចាស់របស់ខ្ញុំពួកយើងបែកគ្នាច្រើនឆ្នាំហើយថ្ងៃដែលបែកគ្នានោះខ្ញុំនៅចាំមិនដែលភ្លេចទេមានរឿងអីបានជាអូនមកដល់ទីនេះមានរឿងអីប្រាប់បងមកព្រោះអីបងដឹងថាអូនអត់ចូលចិត្តទីនេះ អូននឹងរៀបការបងដឹងហើយថាប៉ាម៉ាក់អូនគាត់បានពេញចិត្តនឹងទំនាក់ទំនងពួកយើងទេអូនហត់អូនចង់រកអនាគតឲ្យខ្លួនឯងពួកយើងចាប់គ្នាទៅនឹងមកដល់យូរហើយឥឡូវសុខសប្បាយអត់ សុខសប្បាយណាស់ ចុះគ្រឿងកសាងមិនដែរ ពួកយើងបែកគ្នាខ្ញុំហៅបងមកមិនដើម្បីមកសុំទោសឬក៏ឲ្យបងអត់ទោសឲ្យញ៉ែទេប៉ុន្តែពួកយើងអាចធ្វើជាមិត្តល្អបានអត់ពីគេខាងកំណើតមិនក៏ខ្ញុំនៅចាំមែនព្រោះថាតាំងពីថ្ងៃដែលពួកយើងបែកគ្នាទៅគឺខ្ញុំមិនដែលភ្លេចវា ហើយក៏មិនក៏អាចមកដៃសមមកខ្ញុំយើងមើលទៅតើសេក៏មិនចេញហើយគូអីក៏មិនកើត ពួកកណូមួយនេះគឺវាអត់ស្អាតទេបើសិនជាអត់ប្រើខ្មៅឲ្យពណ៌សដើម្បីបន្ថែមពណ៌ពីលើកាលខ្ញុំនៅតូចខ្ញុំឆ្ងល់ថាហេតុអីក៏គេផលិតខ្មៅដៃនឹងឡើងវាដូចជាអត់មានប្រយោជន៍អីក៏ពិសេសហើយកាលនោះខ្ញុំក៏ឆ្ងល់ដូចគ្នាមិនក៏បងជ្រើសរើសធ្វើជាគ្រូបង្រៀនតែពេលនេះខ្ញុំដឹងហើយរូបគំនូរមួយវាអត់អាចពេញលេញទេបើអត់មានខ្វះដៃពណ៌សដើម្បីបន្ថែមពីលើឲ្យវាកាន់តែស្រស់ស្អាតហើយអនាគតក្មេងទាំងនោះក៏អាចឃើញស្មានដែរបើអត់មានគ្រូបង្រៀនដូចជាបងខ្ញុំមកថ្ងៃនេះគឺមកសុំទោសតែមិនមែនមកសុំទោសក្នុងនាមជាសង្សារចាស់
គឺមកសុំទឹកមកខាងមានជាសិស្សម្នាក់ គុណតម្លៃនៃខ្មៅដៃពណ៌សមានតែវិចិត្រករទេដែលដឹងគុណតម្លៃរបស់គ្រូបង្រៀនមានតែសិស្សទេដែលយល់អរគុណដែលជ្រើសរើសធ្វើជាគ្រូបង្រៀនអរគុណសម្រាប់ការលះបង់ដ៏ធំធេង